តើការវិនិយោគនៅក្នុងផ្សារភាគហ៊ុនឬក៏ផ្សារមូលបត្រកម្ពុជានឹងអាចទុកចិត្តបានដែរឬទេយើងឃើញថាមានសាធារណជនជាច្រើននោះជាច្រើនមិនទាន់មានទំនុកចិត្តនៅក្នុងការវិនិយោគជាមួយនឹងផ្សារភាគហ៊ុននោះទេដោយសារអីដោយសារបរិបទប្រទេសកម្ពុជាយើងគឺតែងតែមានក្រុមហ៊ុនឆបោកផ្សេងៗឃោសនាណែនាំឲ្យដាក់លុយដើម្បីធ្វើការផ្នើឬដើម្បីធ្វើការវិនិយោគជាមួយគេហៅថាក្រុមហ៊ុនដោយគ្មានមូលដ្ឋានច្បាស់លាស់ហើយប្រជាជនយើងគឺមានការជឿជាក់ដល់ពេលគាត់មានបទពិសោធន៍ធ្លាប់ចាញ់បោកធ្លាប់មានការខាតបង់ដូច្នេះហើយការដែលផ្សារមូលបត្រកម្ពុជាដែលជាក្រុមហ៊ុនរបស់រដ្ឋដែលគាត់ចាញ់ចូលមកផ្សព្វផ្សាយប៉ុន្តែបែរជាមិនសូវទទួលបានទំនុកចិត្តថ្ងៃនេះដែរខ្ញុំសូមដកស្រង់អត្ថបទដែលចេញពីផ្សារមូលបត្រកម្ពុជាពី website របស់ផ្សារមូលបត្រកម្ពុជាដែលគាត់លើកយកចំណុចមួយចំនួនដែលបញ្ជាក់ថាផ្សារមូលបត្រកម្ពុជានឹងគឺនឹងអាចផ្ដល់ទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគចំណុចទី1ហ្នឹងគឺក្រុមហ៊ុនទាំងអស់ត្រូវបានពិនិត្យយ៉ាងល្អិតល្អន់មុននឹងអាចចុះបញ្ជីលក់ភាគហ៊ុននៅក្នុងផ្សារមូលបត្របានយើងឃើញថាមុននឹងក្រុមហ៊ុនមួយដាក់លក់ភាគហ៊ុនរបស់គេនៅក្នុងផ្សារមូលបត្រកម្ពុជាហ្នឹងគឺត្រូវបានត្រួតពិនិត្យយ៉ាងច្រើនហើយមានរៀបចំឯកសារស្មុគស្មាញមែនទែនមុននឹងអាចលក់ភាគហ៊ុនឬក៏មូលបត្រកម្មសិទ្ធិរបស់គេនៅក្នុងផ្សារភាគហ៊ុនបានដោយសារតែមានលក្ខខណ្ឌជាច្រើនស្មុគស្មាញនឹងហើយទៅធ្វើឲ្យផ្សារមូលបត្រកម្ពុជាហ្នឹងមានក្រុមហ៊ុនតិចតួចដាក់លក់ភាគហ៊ុននៅក្នុងផ្សារចំណុចទី2ហ្នឹងការដាក់ឬដកសាច់ប្រាក់ត្រូវតែឆ្លងកាត់ធនាគារដែលមានការអនុញ្ញាតមានន័យថាការដែលយើងដាក់លុយឬក៏ដាក់ប្រាក់ចូលក្នុងគណនីជួញដូរឬក៏ដកលុយចេញពីគណនីជួញដូរគឺត្រូវតែឆ្លងកាត់ធនាគារដែលទទួលបានការអនុញ្ញាតច្បាស់លាស់មិនមែន broker មានសិទ្ធិវេលុយឬក៏បង្វិលលុយរបស់យើងនៅក្នុងបញ្ជីរបស់យើងបាននោះទេគឺទាល់តែយើងជាម្ចាស់បញ្ជីធនាគារទើបអាចមានសិទ្ធិក្នុងការវេលុយចូលទៅក្នុងគណនីជួញដូរហើយនឹងមានសិទ្ធិវេលុយចេញពីគណនីជួញដូរចូលមកក្នុងបញ្ជីធនាគាររបស់យើងហើយការដែលយើងវេទាល់តែវេមកជាមួយនឹងបញ្ជីដែលយើងបានភ្ជាប់ជាមួយនឹងគណនីជួញដូរទើបអាចវេចេញបានយើងមិនអាចវេពីគណនីជួញដូរហ្នឹងទៅគណនីផ្សេងពីគណនីរបស់យើងបាននោះទេដូច្នេះហើយការដាក់លុយឬក៏ការដកលុយចូលក្នុងគណនីជួញដូរហ្នឹងគឺឆ្លងកាត់យើងជាម្ចាស់កុងធនាគារឬជាម្ចាស់បញ្ជីធនាគារនឹងឯងចំណុចទី3ទាក់ទងជាមួយនឹងសុវត្ថិភាពភាគហ៊ុនគឺយើងឃើញថាផ្សារមូលបត្រកម្ពុជាគឺជាក្រុមហ៊ុនរបស់រដ្ឋដែលគាត់មានភាគហ៊ុន 55% ហើយនឹងផ្សារមូលបត្ររបស់សាធារណរដ្ឋកូរ៉េហ្នឹងគាត់មានភាគហ៊ុន 45% ចូលរួមនៅក្នុងនឹងដែរហើយដូច្នេះហើយគឺខាងផ្សារមូលបត្រកម្ពុជាហ្នឹងគាត់ធានាសុវត្ថិភាពភាគហ៊ុនមានន័យថាយើងទិញហ៊ុននៅពេលដែលយើងទិញបានជោគជ័យគឺភាគហ៊ុនហ្នឹងគឺជាភាគហ៊ុនរបស់យើងពិតប្រាកដមែនយើងមានឈ្មោះជាម្ចាស់ភាគហ៊ុនពិតប្រាកដមែនគឺមានការធានាច្បាស់លាស់ហើយការលក់គឺការលក់ភាគហ៊ុនគឺពេលដែលយើងលក់បានជោគជ័យគឺលក់ក្នុងឈ្មោះយើងជាម្ចាស់ភាគហ៊ុនចំណុចទី4គឺមិនមានការធានានៅអត្រាចំណេញខ្ពស់នោះទេគឺយើងឃើញថាមានក្រុមហ៊ុនមួយចំនួនគាត់ឃោសនាថាវិនិយោគជាមួយគាត់ទៅគាត់នឹងមានការធានាប្រាក់ចំណូលខ្ពស់ឬក៏ប្រាក់កម្រៃខ្ពស់ប៉ុន្តែសម្រាប់ផ្សារមូលបត្រកម្ពុជាគាត់មិនមានការធានាឲ្យយើងថានឹងទទួលបានផលចំណេញខ្ពស់នោះទេហើយយើងសង្កេតមើលទៅក្រុមហ៊ុនដែលតែងតែមានការធានាថានឹងមានប្រាក់ចំណេញខ្ពស់ហ្នឹងគឺភាគច្រើនគេព្យាយាមញុះញង់បញ្ចុះបញ្ចូលយើងឲ្យដាក់លុយដើម្បីធ្វើការវិនិយោគជាមួយគេហើយការដាក់លុយហ្នឹងយើងមិនបានដាក់នៅក្នុងកុងធនាគារផ្ទាល់ខ្លួនរបស់យើងទេគឺយើងវេលុយចូលទៅគណនីរបស់អ្នកដទៃហើយឲ្យអ្នកដទៃហ្នឹងយកលុយរបស់យើងទៅវិនិយោគហើយកាលណាតែលុយចូលក្នុងគណនីគេហើយគឺយើងមិនដឹងថាគេយកលុយយើងទៅវិនិយោគមែនឬគេយកលុយរបស់យើងទៅណានោះទេប៉ុន្តែដោយឡែកនៅក្នុងផ្សារមូលបត្រកម្ពុជាគឺគិតមិនមានការធានានៅអត្រាប្រាក់ចំណេញប៉ុន្មាននោះទេគឺអាស្រ័យលើចំណេះដឹងអ្នកវិនិយោគនិងបទពិសោធន៍អ្នកវិនិយោគផ្ទាល់ដើម្បីទទួលបានផលចំណេញនៅក្នុងការវិនិយោគភាគហ៊ុនហើយ broker វិញគាត់ក៏មិនជាមានការបង្ខិតបង្ខំឲ្យយើងធ្វើការវិនិយោគទៅលើភាគហ៊ុននេះភាគហ៊ុននោះទេចំណុចទី5ផ្សព្វផ្សាយដំណឹងច្បាស់លាស់និងបើកចំហយើងឃើញថារាល់ការសិក្ខាសាលាឬការចែករំលែកចំណេះដឹងទាក់ទងនឹងផ្សារមូលបត្រកម្ពុជាគឺតែងតែមានការផ្សព្វផ្សាយនិងចែករំលែកនៅដំណឹងច្បាស់លាស់និងជាបើកចំហមួយវិញ
ងទៀតការបម្រែបម្រួលឬការវិវត្តរបស់ផ្សារមូលបត្រកម្ពុជាគឺគាត់តែងតែមានការផ្សព្វផ្សាយយ៉ាងបើកចំហមែនទែនហើយការផ្សព្វផ្សាយទាក់ទងនឹងភាគហ៊ុននីមួយៗមិនថាតែការប្រកាសគេហៅថាចំណូលចំណាយខាតចំណេញអីផ្សេងៗគឺតែងតែមានការផ្សព្វផ្សាយយ៉ាងច្បាស់លាស់និងបើកចំហជាទីបំផុតហើយសូម្បីតែព័ត៌មាននៃការបែងចែកភាគលាព័ត៌មាននៃការវិវត្តផ្សេងៗរបស់ក្រុមហ៊ុនឬក៏របស់ភាគហ៊ុនណាមួយនោះសារមូលបត្រកម្ពុជាតែងតែមានការផ្សព្វផ្សាយជូនដំណឹងដល់សាធារណជនផងដែរចំណុចទី6នោះគឺការដំណើរការក្នុងការបើកគណនីជួញដូរគឺត្រូវបានត្រួតពិនិត្យខ្ពស់គឺមានន័យថាមុននឹងយើងបើកគណនីជួញដូរបានគឺយើងត្រូវមានឯកសារផ្សេងៗដូចជាគណនីធនាគារដូចជាអត្តសញ្ញាណប័ណ្ណហើយនិងព័ត៌មានរបស់យើងមួយចំនួនទៀតមិនដូចជាក្រុមហ៊ុនមួយចំនួនដែលក្រៅរដ្ឋាភិបាលដែលគាត់ទាក់ទាញយើងឲ្យទៅវិនិយោគជាមួយគាត់ដោយមិនចាំបាច់មានព័ត៌មានអីទាំងអស់គឺគ្រាន់តែយើងមានលុយចូលទៅវិនិយោគជាមួយគាត់គឺជាការស្រេចប៉ុន្តែនៅក្នុងផ្សារមូលបត្រកម្ពុជាគាត់ទាមទារឲ្យយើងនឹងមានអត្តសញ្ញាណប័ណ្ណហើយត្រូវបានត្រួតពិនិត្យនៅព័ត៌មានមួយចំនួនទៀតសរុបមកគឺប្រមាណចំណុចទាំងអស់នេះដែលបានលើកឡើងខាងលើមកនេះគឺអាចធ្វើឲ្យយើងមានការទុកចិត្តជឿជាក់បានទៅលើផ្សារមូលបត្រកម្ពុជាប៉ុន្តែទន្ទឹមនឹងការចាប់ផ្ដើមចូលទៅធ្វើការវិនិយោគគឺមិនមានការបង្ខិតបង្ខំអ្វីឡើយហើយទាមទារឲ្យយើងនឹងមានការសិក្សារៀនសូត្រឲ្យបានច្បាស់លាស់ហើយផ្សារមូលបត្រកម្ពុជាជាទូទៅគឺលើកទឹកចិត្តឲ្យយើងនឹងមានការចាប់ផ្ដើមធ្វើការវិនិយោគពីចំនួនមួយតិចតួចពីចំនួនតិចទៅរកច្រើនមានន័យថាឲ្យយើងចូលទៅវិនិយោគនៅក្នុងផ្សារភាគហ៊ុននឹងដំបូងគឺតិចសិនរួចហើយនៅពេលដែលយើងទទួលបានបទពិសោធន៍បានចំណេះដឹងពីផ្សារភាគកាន់តែច្រើនហើយចាំយើងបន្ថែមចំនួននៃការវិនិយោគក៏បានផងដែរ